សួស្តីក៏ដូចជា Hello ទៅកាន់អ្នកគ្នាបាទនេះជាវីដេអូហាត់ពីភាគ2បាទដែលយើងបន្តពីការបេះថ្នោតរបស់យើងបាទវីដេអូមុនយើងដាក់តាំងនឹងដែរវារៀងវែងបាទឥឡូវយើងឃើញខ្មុំមួយបាទឥឡូវយើងនាំគ្នាយើងទៅកែវខ្មុំទាំងអស់គ្នាបាទយើងឡើងយកបានទេបាទបងប្អូនបាទហ្នឹងហើយបងប្អូនគ្នាបាទឥឡូវយើងរៀបយកបាទយើងឡើងយកបានទេបាទយើងមានតែប្រើវិធីសាស្ត្រមួយបាទគឺយកពួកមកយើងចងក្តៀវបាទហើយយើងដាក់ផ្សែងហ្នឹងបាទអ្នកគ្នាអាចយកអនុវត្តបានបាទធានាថាខ្មុំធ្លាក់មកបាទបើអ្នកគ្នាមិនចេះចាប់ដែរខ្ទេចបាទសម្រាប់ខ្ញុំខ្មុំនេះផងដែរវាអត់មានទឹកអញ្ចឹងធ្លាក់មកអត់អីទេបាទយើងអត់ខ្វល់ទេបាទធ្លាក់មកវាអត់អីទេប៉ុន្តែគ្មានបញ្ហាទេបងប្អូនបាទវាឆេះតែក្រោមទេបាទព្រោះយើងចងស្ដៅយ៉ាវមកក្រោមបាទវាហុយទៅលើតិចបាទឥឡូវយើងធ្វើការកែវតគ្នាបាទខ្មុំធំពេកបាទមើលឃើញបាទធំពេកបាទឥឡូវយើងធ្វើការកែវបាទចូលញ៉ាំភ្លើងឆេះសាហាវមែនតើបងប្អូនស្អីខ្ញុំបានញ៉ាំទេខ្ទេចអស់ហើយឥឡូវយើងធ្វើការកែវតគ្នាបាទមកបងប្អូនមកឯនោះឈិនមកឯនោះមកឡើយបងប្អូនបាទខណៈពេលនេះឈិតដាច់ហ្នឹងបងប្អូនបាទដាច់ហ្នឹងបងប្អូនមកអូដាច់មកឲ្យខ្មុំមកបាទកន្លែងនេះខ្ញុំថាបើដែរកម្រិតតែធ្លាក់មកអត់អីទេវាត្រូវផ្សែងខ្លាំងហើយវាអីទេវាតិចទេបាទមានអីនោះគ្នារត់ទាំងកាមេរ៉ាមែនរត់ទាំងវត្តហែងបាទឥឡូវធ្លាក់មកបាទយើងទៅយកតោះគ្នាបាទឥឡូវបាទខ្ញុំដើរយកបាទបោះសិនបាទប្រៃសិតដីបាទឥឡូវខ្ញុំផ្លុំវាសិនបាទផ្លុំវាសិនបាទប្រៃកកជាប់ដីបាទនៅក្បាលទឹកបាទបងអូននោះវាចង់ធ្វើបារោះក្លាហានបាទសិតតែខ្ញុំឡើងកាច់បាទឡើងកាច់ផ្កាយស្អីឡើងតាមណាហ្នឹងហើយបងប្អូនគ្នាបាទយើងយកមកមិញកែវមកដោយអាសាញ់ទៅបាទនៅក្បាលទឹកបាទក្បាលទឹកទឹកប្រហែល2លីត្របាទបងចាំទស្សនាដល់គ្នាបាទខ្ញុំកំពុងទាញមកបាទមកលើបាទមកជាប់តពួបងប្អូនអរគ្នាចាំមើលតគ្នាបាទមកដោយជាប់តពួបាទក្បាលទឹក2លីត្របាទប្រហែលធ្ងន់ខ្លាំងមែនតើបងប្អូនបាទចាំទស្សនាដល់គ្នាបាទក្បាលទឹក2លីត្របងប្អូនបាទច្រើនខ្លាំងមែនតើបាទឥឡូវយើងទម្លាក់មកបាទដដើមគ្នាឡើងបងប្អូនបាទទម្លាក់មកតួមករត់រោមកបងប្អូនបាទទឹក2លីត្រយើងបាទឥឡូវដល់ដីបាទចដល់ដីបាទអូក្បាលទឹក2លីត្រជារបស់អញទេខ្ញុំស្រែកនេះឲ្យអញក្បាលទឹក2លីត្រជារបស់អញទេឥឡូវយើងយកបាទយកញ៉ាំអស់គ្នាបាទឥឡូវយកញ៉ាំអស់គ្នាបាទខ្ញុំសុំដាក់មួយម៉ាត់មុនគេបាទដែរបាទបងប្អូនម៉ាត់đóបាទបាទលេងនេះផងដែរខ្ញុំថាកាន់ថតភ្លក់ម៉ាត់បាទមានណាភ្លក់មិនតាន់ផងមកបើនេះភ្លក់លឿននោះទេណាឥឡូវបាទចែកគ្នាអីមុំមួយម៉ាត់ហ្នឹងឥឡូវទៅការឲ្យវាញ៉ាំឈើបងណាវាលិតឈើ